សូមស្វាគមន៍ជាថ្មីជាមួយនឹងកម្មវិធី Adobe Photoshop CS6 ហើយថ្ងៃនេះយើងចូលក្នុងមេរៀនទី15ដែលទាក់ទងជាមួយនឹងការធ្វើ main dance ហើយនឹង background មួយដែលយកជា layer មកធ្វើជា background ហើយមេរៀននោះគឺជារូបមួយនេះអញ្ចឹងដោយសមមួយដងយើងមាន guide យើងសម្រាប់មើលអញ្ចឹងនេះគឺជា lesson file យើងអាចបើក guide បណ្ដាហើយមើលធ្វើជាមេរៀនបណ្ដាអញ្ចឹងចំណុចដំបូងដែលយើងត្រូវបង្កើតនោះគឺបង្កើត select កិច្ចការថ្មីដែលមានទំហំ1920 គុណនឹង1200ហើយ resolution យើងយក300និង color គឺជាពណ៌សបន្តមកទៀតយើងចាក់ពណ៌ខ្មៅចូលអញ្ចឹងចូលក្នុងកម្មវិធីឬពាក្យថា file new ហើយខ្ញុំឲ្យឈ្មោះមេរៀននេះថា main dance ដែល width ខ្ញុំយក1920ហើយ height ខ្ញុំយក1200និង resolution ខ្ញុំយក300 color mode ជា RGB ហើយ background content គឺជាពណ៌សចុច OK បន្តមកទៀតយើងធ្វើការចាក់ពណ៌ខ្មៅចូលដោយចុច Alt Delete ហើយចំណុចបន្តយើងអាចមើល guide បន្ត write text ដែល font គឺយើងយកជា font មួយមានឈ្មោះថា Alexis Ball អញ្ចឹងយើងប្រើtext tool ដែល font យើងយក font មួយដែលមានឈ្មោះថា Alexis Ballអូខេ Alexis Ball គឺ font មួយនេះហើយទំហំអត់បញ្ហាអញ្ចឹងពណ៌យើងយកជាពណ៌សសរសេរអក្សរថា An Cha Li House ដោយគ្មានការដក clear តាមមកយើង take Control T ដើម្បីធ្វើការពង្រីកវាបន្តិចអូខេចូលនៅលើ Move Tool ពង្រីកបន្តិចទៀតអូខេក្រោយមកទៀតយើងធ្វើការ rasterize type របស់ layer ហើយ copy 4ដងអញ្ចឹងយើងមុនដំបូងយើងត្រូវការធ្វើការ copy សិន Control អក្សរ J នៅលើ keyboard mouse ស្ដាំរើសពាក្យថា rasterize type ដើម្បីធ្វើការបំលែង layer ពីអក្សរទៅជា layer ធម្មតាហើយធ្វើការ copy 4ដងទៀត Control អក្សរ J 1ដង2ដង3ដងហើយនឹង4ដងក្រោយមកទៀតយើង hide layer ដើមរបស់យើងឲ្យបិទភ្នែកមួយនេះហើយចូលនៅលើ layer បន្ទាប់ហើយយើងមើល guide ចូលទៅ filter រើសពាក្យថា blur motion blur angle 90ហើយនឹង distance យក800អញ្ចឹងយើងចូលនៅលើ layer បន្ទាប់ចូលទៅពាក្យថា filter menu ហើយរើសពាក្យថា blur ចូលទៅក្នុង motion blur អញ្ចឹងដើម្បីធ្វើវាព្រិលបញ្ឈរឡើងអញ្ចឹង angle យើងយក90 degree ហើយ distance យើងយក800អូខេហើយចូលនៅ layer បន្ទាប់ទៀតយើងចូលទៅ filter ដដែលរើសពាក្យថា blur motion blur angle យើងយក90ដូចគ្នាក៏ប៉ុន្តែ distance យើងថយ200យកត្រឹមតែ600ចុច OK ហើយចូលបន្តទៀត filter blur motion blur 90 400បន្តមកទៀត filter blur motion blur 200អូខេអញ្ចឹងយើងលើស layer មួយ layer នេះយើងអាចលុបចោលអញ្ចឹងក្រោយមកទៀតយើងមើល guide filter blur do the same the other tag 600 400 200បន្ទាប់មកបង្កើត layer ថ្មីប្រើជាមួយនឹងឧបករណ៍មួយមានឈ្មោះថា rectangular marquee tool ហើយ feather យើងដាក់50 pixel draw អូខេឥឡូវនេះយើងចូលទៅបង្កើត layer ថ្មីមួយហើយយើងប្រើជាមួយនឹងឧបករណ៍មួយ rectangular marquee tool ដែល feather នៅទីនេះយើងដាក់ចំនួន50 pixel ហើយយើងធ្វើការគូសឲ្យបានធំបែបនេះបន្តមកទៀតយើងចូលទៅ filter ឬពាក្យថា render ឬពាក្យថា cloud ដើម្បីដាក់ cloud ចូល control អក្សរ D ដើម្បីដោះ select ចេញហើយយើងមើល guide បដូរ blend mode របស់ cloud នេះទៅជា overlay បន្តមកទៀតបង្កើត layer ថ្មីមួយប្រើជាមួយនឹង gradient tool blend mode គឺជា overlay ដូចគ្នាអញ្ចឹងយើងប្រើបដូរ blend mode របស់យើងទៅជា overlay ហើយ new layer ហើយបង្កើត layer ថ្មីប្រើជាមួយនឹង gradient tool blend mode ទៅជា overlay អញ្ចឹងបង្កើត layer ថ្មីមួយប្រើជាមួយនឹង gradient tool ហើយពណ៌យើងរើសយកជាពណ៌
មួយនេះដែលមាន3ពណ៌ពណ៌ទី1គឺ blue ទី2គឺ red ទី3គឺ yellow ចុច OK ហើយគូសពីលើចុះក្រោមបែបញ៉ា style យើងយកជា linear អត់មែនយកជា radial ហើយយើងបដូរ blend mode របស់យើងទៅជា overlay អញ្ចឹងធ្វើឲ្យ background យើងមានលក្ខណៈបែបនេះពណ៌បែបនេះចំណុចបន្ទាប់យើងចូលទៅchange original layer to black ហើយ move to up of the opacity 90% អញ្ចឹងយើង layer ដើមរបស់យើងគឺមួយនេះ layer អក្សរយើង active វាមកហើយអូសវាទៅលើគេបំផុតហើយយើងបដូរពណ៌វាទៅជាពណ៌ខ្មៅដោយចុចអក្សរ A មួយនេះឬក៏យើងចូលទៅ window រើសពាក្យថា character ហើយពណ៌អក្សរយើងបដូរពី white ទៅជា black អូខេហើយ opacity យើងយកត្រឹមតែ 90% អាយ៉ាបើកធ្វើឯណានោះចំណុចបន្តមកទៀតយើងចូលទៅ blending option យើងប្រើជាមួយនឹង bevel add emboss ដែល depth យើងយកដល់ទៅ 10000 ហើយ size យក 10 ហើយ stroke ជាពណ៌ស size យក 3 opacity 75អញ្ចឹង mouse ស្ដាំលើ layer អក្សរមួយនេះហើយរើសពាក្យថា blending option ដែលចំណុចទី1យើងប្រើជាមួយនឹង bevel add emboss ដែល depth យើងយកដល់ទៅ 10000 ហើយ size យក10ហើយយើងប្រើជាមួយនឹង stroke យើងយកពណ៌សហើយ size យើងយក3និង opacity យកត្រឹមតែ 75ហើយមួយទៀតនោះគឺយើងប្រើជាមួយនឹង OK អស់ហើយមួយទៀតយើងចាប់ដើមបើករូបភាពមនុស្សអញ្ចឹងចុច OK យើងចូលទៅ file រើសពាក្យថា open ដើម្បីបើករូបភាពមនុស្សមួយនេះឈរនៅលើ move tool ទាញវាចុះមកក្រោមហើយអូសវាចូលនៅក្នុងសិលឹកកិច្ចការរបស់យើងអាចបិទចោល Ctrl T ដើម្បីធ្វើការពង្រួមអូខេយើងសេរីស្មាធ្វើម៉េចឲ្យវាដូចលក្ខណៈថាមនុស្សកំពុងតែលើកលើអក្សរយើងអាចអូសអក្សរឡើងទៅលើតិចទៀតអូខេហើយអូសមនុស្សទៅលើបន្តិចទៀតយកមនុស្សទៅនៅក្រោយអក្សរអញ្ចឹងយើងអូស layer របស់មនុស្សទៅនៅក្រោយអក្សរបែបនេះក្រោយមកទៀតយើង open image យក new layer shadow under letter ហើយ new layer style អញ្ចឹងជាធម្មតានៅពេលដែលយើងលើកអក្សរយើងមានស្រមោលមួយនៅពីក្រោយនៅពីក្រោមអក្សរដែលនៅទប់ជាមួយនឹងមនុស្សអញ្ចឹងយើងត្រូវធ្វើបានដូចគ្នាយើងប្រើជាមួយនឹងបង្កើតបង្កើត layer ថ្មីមួយហើយយើងប្រើជាមួយនឹងឧបករណ៍មួយមានឈ្មោះថា rectangular marquee tool ធ្វើការពង្រីកបន្តិចហើយfolder យើងយកត្រឹមតែ0ហើយយើងធ្វើការគូសនៅលើនៅពីក្រោមអក្សរហើយយើងធ្វើការចាក់ពណ៌ខ្មៅចូលដោយចុច Ctrl Delete Ctrl D ដល់ select ចេញហើយយើងមានឃើញពណ៌ខ្មៅនៅពីក្រោមឈរនៅលើ Move Tool ហើយយើងអាចសេរីវាបន្តិចហើយយើងចូលទៅពាក្យថា filter ឬពាក្យថា blur Gaussian blur ដែលយើងបន្ថយ radius ឲ្យតូចបន្តិចដើម្បីមើលឃើញស្រមោលយ៉ាងព្រិលព្រិលអូខេហើយយើងអាច copy មកដាក់នៅទីនេះបន្តទៀត Ctrl T ធ្វើការពង្រួមបន្តិចអូខេចំណុចបន្តមកទៀតយើងមើល the guy new layer style អញ្ចឹង use brush tool 5 pixel soft pen tool text simulate brushes blending mode outer glow eraser អូខេឥឡូវនេះចំណុចចុងក្រោយបំផុតនោះគឺយើងគូសជាខ្សែមួយនេះដែលព័ទ្ធជុំវិញហើយវានៅចន្លោះរបស់មនុស្សអញ្ចឹងរបៀបធ្វើទី1យើងប្រើជាមួយនឹងបង្កើត new layer មួយសិនហើយយើងប្រើជាមួយនឹង brush tool ដែល brush tool យើងយកជាប្រភេទ soft ដែលទំហំយកត្រឹមតែ5ហើយយើងគូសមើលអូខេយើងអាចដំឡើងឲ្យធំជាងនេះបន្តិចយក7អូខេអញ្ចឹងយើងប្រើជាមួយនឹង pen tool យើងធ្វើការគូសព័ទ្ធចុះឡើង
បែបនេះហើយយើងអាចធ្វើការ edit បន្តិចដោយប្រើរូបមួយនេះរូបរាងគឺអាស្រ័យលើយើងចង់បានអញ្ចឹងដល់ពេលយើងពណ៌រូបរាងបានហើយមកស្ដាមលើវារើសពាក្យថា stroke path ហើយ tool យើងយកចេញជា brush ហើយយើង tick ជាមួយនឹង simulate brusher ដើម្បីឲ្យវាមានលក្ខណៈស្រួចចុងស្រួចដើមចុច OK Control Enter ដើម្បីដោះចេញអញ្ចឹងយើងទទួលបានរូបមួយនេះក្រោយមកទៀតយើងឈរនៅលើ layer មួយហ្នឹងមកស្ដាំលើវារើសពាក្យថា blending option ដែលយើងប្រើជាមួយនឹង outer glow ហើយពណ៌យើងយកជាពណ៌អ្វីដែលយើងចង់បានអញ្ចឹងយើងអាចដាក់ពណ៌ផ្ទៃមេឃឬក៏ពណ៌ផ្កាឈូកគឺតាមអ្វីយើងចង់បានចុច OK ហើយ size ខ្ញុំយកឲ្យធំជាងនេះបន្តិចក្នុង spread យើងយកធំជាងនេះទៀតអូខេអញ្ចឹងយើងទទួលបានរូបអញ្ចឹងចំណុចចុងក្រោយដែលយើងចង់ឲ្យវាមានពណ៌មើលទៅដូចជាពណ៌របស់ពណ៌មនុស្សអញ្ចឹងយើងប្រើជាមួយនឹង eraser tool លុបផ្នែកណាមួយបត់មកណាហើយបត់ណាយើងអាចលុបផ្នែកនេះចេញមួយអញ្ចឹងយើងមើលទៅហាក់ដូចជាពន្លឺវាចាក់ចូលនៅក្នុងចន្លោះជើងចេញមកតាមនេះហើយយើងអាចចូលនៅពីក្រោយខ្លួនក៏បានអញ្ចឹងនៅទីនេះយើងលុបផ្នែកនេះចេញរើខ្លួនអូខេសន្មតថាចប់សម្រាប់មេរៀននេះដែលជាតូនជាមួយនឹង main dance ហើយសង្ឃឹមថាទាំងអស់គ្នាមើលយល់ហើយសូមកុំភ្លេចតេតងជាមួយនឹងការមើល guide ដែលខ្ញុំសរសេររាងកាត់ក៏ប៉ុន្តែយើងអាចបូកផ្សំជាមួយនឹងវីដេអូនេះដើម្បីបូកគ្នាคล้ายទៅជាមេរៀនមួយដែលយើងអាចមើលយល់ទាំងអស់គ្នាអញ្ចឹងមានតែពាក្យចុងក្រោយមួយគឺត្រូវតែតស៊ូដើម្បីឲ្យដឹងថាដើម្បីឲ្យទទួលបាននៅការរៀនសូត្រមួយដ៏ច្បាស់លាស់អញ្ចឹងសូមអរគុណសម្រាប់ការទស្សនាសូម